ជំរាបសួរបងប្អូនជាទីស្រឡាញ់និងជាទីរាប់អានទាំងអស់គ្នាផងដែរបាទការសិក្សាដ៏ល្អឥតខ្ចោះមួយបានបង្ហាញថាការតមអាហាររយៈពេល72ម៉ោងអាចបង្កើតឡើងវិញនៅប្រព័ន្ធការពាររបស់មនុស្សទាំងស្រុងសូម្បីតែចូលរួមវ័យចាស់ក៏ដោយអ្នកស្រាវជ្រាវបានរកឃើញថាការតមអាហារយូរធ្វើឲ្យកោសិកាដើមមានសកម្មភាពជំរុញឲ្យរាងកាយបំផ្លាញកោសិកាចាស់ខូចនិងបង្កើតកោសិកាថ្មីក្នុងកំឡុងពេលតមអាហារកម្រិតនៃកត្តាលូតលាស់ដូចអាំងស៊ូលីនបាទ IGF-1 ធ្លាក់ចុះខណៈពេលដែលកោសិកាដើមអេម៉ាតូប៉ូយេទិកនៅក្នុងខួរឆ្អឹងបានចាប់ផ្ដើមដំណើរការរហូតបង្កើតបានប្រព័ន្ធភាពស៊ាំស្រស់ថ្លាឡើងវិញប្រសិទ្ធភាពធ្វើឲ្យប្រសើរឡើងនៅភាពធន់នឹងជំងឺបន្ថយការរលាកនិងពង្រឹងការពារធម្មជាតិរបស់រាងកាយប្រឆាំងនឹងការឆ្លងមេរោគនិងស្ថានភាពរ៉ាំរ៉ៃខណៈពេលដែលការតមអាហារត្រូវតែបានខិតខំចិត្តដោយប្រុងប្រយ័ត្នក្រោមការណែនាំផ្នែកវិទ្យាសាស្ត្រការរកឃើញនេះមានផលប៉ះពាល់ដល់ជំងឺអូតូនីសឹមការស្ដារឡើងវិញដោយការព្យាបាលដោយប្រើគីមីនិងអាយុវែងទូទៅវាបង្ហាញថារាងកាយរបស់មនុស្សមានសមត្ថភាពបង្កើតឡើងវិញគួរឲ្យកត់សម្គាល់ប្រសិនបើបានផ្ដល់លក្ខខណ្ឌត្រឹមត្រូវការស្រាវជ្រាវនេះបង្ហាញពីវិធីសាស្ត្រធម្មជាតិដែលគាំទ្រដោយវិទ្យាសាស្ត្រដើម្បីព្យាបាលនិងពង្រឹងរាងកាយពីខាងក្នុងដោយផ្ដល់ក្តីសង្ឃឹមសម្រាប់សុខភាពកាន់តែចាស់និងការពារពីជំងឺផ្សេងៗផងដែរបាទព័ត៌មានលម្អិតគឺចេញអំពី Wellness Center International ចេញអំពីខាង Digital Platform ខាងខ្ញុំផ្ទាល់បាទអញ្ចឹងបើសិនជាបងប្អូនសម្រេចចិត្តជ្រើសរើសឲ្យមានអាយុក្មេងជាងវ័យគួរតែរកចម្លើយដែលត្រឹមត្រូវព័ត៌មានដែលត្រឹមត្រូវប្រភពដែលត្រឹមត្រូវនោះបងប្អូននឹងទទួលបានលទ្ធផលដែលត្រឹមត្រូវបាទអរគុណសម្រាប់ការធ្វើការជួយ share វីដេអូបាទនិងជួយធ្វើការ follow page ផងដែរបាទចេញអំពីព័ត៌មានដែលសំខាន់ដែលមានការសិក្សាស្រាវជ្រាវដ៏ល្អឥតខ្ចោះមួយបង្ហាញថាការតមអាហាររយៈពេល72ម៉ោងអាចបង្កើតឡើងវិញនៅប្រព័ន្ធការពាររបស់មនុស្សទាំងស្រុងសូម្បីតែអ្នកចូលរួមវ័យចំណាស់ក៏ដោយអ្នកស្រាវជ្រាវបានរកឃើញថាការតមអាហារយូរធ្វើឲ្យកោសិកាដើមមានសកម្មភាពជំរុញឲ្យរាងកាយបំផ្លាញកោសិកាចាស់ខូចខាតនិងបង្កើតកោសិកាថ្មីបាទជំរុញឲ្យរាងកាយមានការលូតលាស់នៅប្រព័ន្ធអ៊ីនស៊ូលីនដែលគេហៅកាត់ថា IGF-1 ធ្លាក់ចុះខណៈពេលដែលកោសិកាដើមអេម៉ាតូប៉ូយេទិកនៅក្នុងខួរឆ្អឹងចាប់ផ្ដើមដំណើរការហួសហេតុបង្កើតឲ្យប្រព័ន្ធភាពស៊ាំស្រស់ថ្លាឡើងវិញប្រសិទ្ធភាពធ្វើឲ្យប្រសើរឡើងនៅភាពធន់នឹងជំងឺបន្ថយការរលាកនិងពង្រឹងការពារធម្មជាតិរបស់រាងកាយប្រឆាំងនឹងការឆ្លងមេរោគនិងភាពស៊ាំនៃជំងឺរ៉ាំរ៉ៃផងដែរខណៈពេលដែរការតមអាហារត្រូវតែបានខិតខំដោយប្រុងប្រយ័ត្នក្រោមការណែនាំរបស់ផ្នែកវិទ្យាសាស្ត្រយ៉ាងត្រឹមត្រូវការរកឃើញនេះមិនមានផលប៉ះពាល់ដល់នៅជំងឺផ្សេងៗជាច្រើនពិសេសបំផុតបានទៅជួយកែតម្រូវពីជំងឺអូតូអេមីញូន